កងកម្លាំងពិសេសឆ្នាំបំផុតទាំង5នៅលើពិភពលោកលេខផ្ដាំ Spetsnaz កងកម្លាំង Spetsnaz របស់រុស្ស៊ីដែលមានភ្នាក់ងារប្រតិបត្តិការចំនួន 15,000 នាក់គឺល្បីខាងប្រសិទ្ធភាពដ៏សាហាវឃោឃៅនិងប្រតិបត្តិការដោយគ្មានការភ័យខ្លាចពួកគេជំនាញខាងការជ្រៀតចូលទៅក្នុងទីជម្រៅការបំផ្លិចបំផ្លាញដោយសម្ងាត់និងការវាយប្រហារយ៉ាងរហ័សដោយភ្លេចបន្ទោមិនថាជាការប្រឈមមុខជាមួយក្រុមឧទាមឬការធ្វើបេសកកម្មពិសេសនៅក្នុងទឹកដីសត្រូវនោះទេគេឈ្មោះរបស់ពួកគេចំពោះភាពរឹងមាំខាងរាងកាយយ៉ាងខ្លាំងក្លានិងការវាយលុកឥតឈប់ឈរធ្វើឲ្យពួកគេក្លាយជាកងកម្លាំងពិសេសដ៏គួរឲ្យខ្លាចនិងកោតញញើតបំផុតមួយនៅលើពិភពលោកលេខ4 GCN GIGN កងកម្លាំង GIGN របស់បារាំងគឺជាមេកាយខាងការប្រឆាំងអំពើភេរវកម្មនិងការសង្គ្រោះចំណាប់ខ្មាំងដែលជារឿយៗត្រូវបានហៅឲ្យចូលអន្តរាគមន៍ក្នុងស្ថានភាពដែលមានហានិភ័យខ្ពស់ដូចជាការប្លន់យន្តហោះនិងការវាយប្រហារភេរវកម្មជាដើមត្រូវបានបង្កើតឡើងបន្ទាប់ពីការវាយប្រហារភេរវកម្មក្នុងព្រឹត្តិការណ៍អូឡ িম্প ិកនៅទីក្រុងម៉ូនិក IGN មានភ្នាក់ងារប្រតិបត្តិការដែលទទួលបានការបណ្ដុះបណ្ដាលកម្រិតខ្ពស់ចំនួន400នាក់ពួកគេល្បីល្បាញខាងការសង្គ្រោះដ៏ក្លាហានដូចជាប្រតិបត្តិការនៅលើជើងហោះហើរ Air France 8959ក្នុងឆ្នាំ1994លេខ3 SSG កងកម្លាំង SSG របស់ប៉ាគីស្ថានឬហៅថា Black Stock ត្រូវបានគេកោតខ្លាចដោយសារតែដំណើរការជ្រើសរើសដ៏សាហាវឃោឃៅនិងជំនាញខាងការប្រឆាំងអំពើភេរវកម្មនិងការធ្វើសង្គ្រាមនៅលើភ្នំជាមួយនឹងកងកម្លាំងដូចំនួន 2,100 នាក់SSG មានភាពលេចធ្លោខ្លាំងទាំងនៅក្នុងតំបន់ភូមិសាស្ត្រដ៏លំបាកនៃជួរភ្នំហិមាល័យនិងនៅលើសមរភូមិក្នុងទីក្រុងជោគជ័យរបស់ពួកគេនៅក្នុងប្រតិបត្តិការ Lal Masjid ឆ្នាំ2007គឺជាសក្ខីកម្មបញ្ជាក់ពីសមត្ថភាពដ៏ឆ្នើមរបស់ពួកគេក្នុងការបង្ក្រាបក្រុមឧទាមនិងការសង្គ្រោះចំណាប់ខ្មាំងដែលមានហានិភ័យខ្ពស់លេខ2 SAS កងកម្លាំង SAS របស់ចក្រភពអង់គ្លេសជាមួយនឹងពាក្យស្លោករបស់ពួកគេថាអ្នកណាហ៊ានអ្នកនោះឈ្នះបានកំណត់ស្តង់ដារមាសសម្រាប់កងកម្លាំងពិសេសចាប់តាំងពីសង្គ្រាមលោកលើកទី2មកជាមួយនឹងទាហានឆ្នើមចំនួន500នាក់ SAS គឺជាអ្នកជំនាញខាងការប្រឆាំងអំពើភេរវកម្មការសង្គ្រោះចំណាប់ខ្មាំងនិងប្រតិបត្តិការសម្ងាត់ប្រតិបត្តិការសង្គ្រោះចំណាប់ខ្មាំងដ៏ល្បីល្បាញរបស់ពួកគេក្នុងការឡោមព័ទ្ធស្ថានទូតអ៊ីរ៉ង់ក្នុងឆ្នាំ1980នៅតែជាប្រតិបត្តិការមួយក្នុងចំណោមប្រតិបត្តិការកងកម្លាំងពិសេសដ៏ល្បីល្បាញបំផុតនៅក្នុងប្រវត្តិសាស្ត្រប៉ុន្តែមុននឹងបង្ហាញពីចំណាត់ថ្នាក់កំពូលសូមកុំភ្លេចចុច Follow និង Like វីដេអូនេះផងលេខ1 Navy SEALs កងកម្លាំង Navy SEALs របស់អាមេរិកគឺល្បីល្បាញពាសពេញពិភពលោកដោយសារតែភាពបត់បែនរបស់ពួកគេដែលមានសមត្ថភាពអនុវត្តបេសកកម្មបានទាំងតាមផ្លូវទឹកផ្លូវអាកាសឬផ្លូវគោកជាមួយនឹងភ្នាក់ងារប្រតិបត្តិការចំនួន 2,500 នាក់ពួកគេត្រូវបានគេស្គាល់ចំពោះការបណ្ដុះបណ្ដាលដ៏សាហាវឃោឃៅនិងជោគជ័យក្នុងប្រតិបត្តិការដែលគ្មានគូប្រៀបសៀលគ្រប់គ្រងប្រតិបត្តិការដែលមានហានិភ័យខ្ពស់ដូចជាការប្រឆាំងអំពើភេរវកម្មការឆ្លូបយកការពិសេសនិងការវាយប្រហារដោយផ្ទាល់ការឆ្មក់វាយប្រហារដ៏ល្បីល្បាញរបស់ពួកគេដែលបានកម្ចាត់អូសាម៉ាប៊ីនឡាដិនក្នុងឆ្នាំ2011បានពង្រឹងតំណែងរបស់ពួកគេក្នុងចំណោមកងឯកភាពប្រយុទ្ធដ៏ឆ្នើមបំផុតនៅលើភពផែនដីតើអ្នកគិតថាកងកម្លាំងឆ្នើមរបស់ប្រទេសអ្នកអាចប្រកួតប្រជែងជាមួយកងកម្លាំងដ៏ល្បីល្បាញទាំងនេះបានទេសូមប្រាប់ខ្ញុំនៅក្នុងប្រអប់ comment ផង